សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការបង្កើតទីកន្លែងនៃការបង់ប្រាក់ដំបូងឡើយគឺយើងចូលទៅលើ menu setting បន្ទាប់មកយើងចូលទៅកាន់ Place Payment បន្ទាប់មកយើងធ្វើការ click ទៅលើ Place for Pay ឥឡូវនេះគឺយើងចូលមកដល់ទីតាំងនៃការបង់ប្រាក់ហើយបន្ទាប់មកយើងធ្វើការ click ទៅលើប៊ូតុង Add New ដែលនៅខាងស្ដាំដៃបន្ទាប់មកគឺយើងធ្វើការបំពេញឈ្មោះរបស់ទីតាំងនៃការបង់ប្រាក់បន្ទាប់ពីបញ្ចូលឈ្មោះទីកន្លែងនៃការបង់ប្រាក់ហើយយើងធ្វើការ click ទៅលើប៊ូតុង Add New នេះគឺជារីសាដែលយើងបានបញ្ចូលមិញ